ថ្ងៃនេះយើងនាំមកនៅសេចក្តីសោកស្ដាយដែលពិបាកទទួលយកបានអ៊ុនសូធាបានចាក់ចេញពីពិភពលោកនេះដោយទុកឲ្យមនុស្សជាច្រើនស្ទើរតែមិនអាចជឿបានគាត់ជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែភ័យនឹងភាពអំណត់និងចិត្តសប្បុរសមនុស្សដែលធ្លាប់ស្គាល់គាត់ពោលថាអ៊ុនសូធាជាអ្នកដែលមិនដែលបោះបង់នរណាម្នាក់ទេក្នុងពេលជីវិតរបស់គាត់បានធ្វើអ្វីជាច្រើនដើម្បីជួយអ្នកដទៃពេលខ្លះមិនមាននរណាមានឱកាសដឹងផងថ្ងៃនេះពេលដែលយើងឈរនៅចំពោះមុខព័ត៌មានសោកស្ដាយនេះយើងចង់និយាយតែប៉ុណ្ណេះសូមអរគុណសម្រាប់កម្លាំងចិត្តសម្រាប់ភាពល្អនិងស្នាមញញឹមដែលអ្នកបានទុកឲ្យពិភពលោកអ្នកគាំទ្រមិត្តភ័ក្តិនិងគ្រួសារបាននិយាយថាការបាត់បង់នេះគឺមិនអាចបំពេញបានឡើយតែអ្វីដែលនៅសល់គឺការចងចាំល្អនិងក្តីស្រឡាញ់ដែលមិនដែលល្បងអ៊ុនសូធាសូមសម្រាកក្នុងសន្តិភាពយើងនឹងនៅតែចងចាំអ្នកជានិច្ច